តើបងប្អូនត្រៀមខ្លួនហើយឬនៅសម្រាប់សង្គ្រាមទ្រង់ទ្រាយធំនៅមជ្ឈមបូព៌ាត្រឹមតែប៉ុន្មានម៉ោងនេះរាជធានីតេហ៍រ៉ង់របស់ប្រទេសអ៊ីរ៉ង់ត្រូវបានញ័ររំជួយដោយសម្លេងផ្ទុះកក្រាំងមេឃផ្សែងខ្មួរខ្មាញ់ហុយពេញទីក្រុងខណៈដែលប្រធានាធិបតីដូណាល់ត្រាំបានប្រកាសក្តែងថាអាមេរិកបានចូលដៃជាមួយនឹងអ៊ីស្រាអែលបើកពន្ធនាគារកុំតិចអ៊ីរ៉ង់ឲ្យក្លាយទៅជាផេះតែអ្វីដែលកាន់តែព្រឺសម្បល់នោះអ៊ីរ៉ង់ក៏មិននៅស្ងៀមនោះដែរមីស៊ីរាប់មិនអស់កំពុងបាញ់ស្រោចត្រឡប់ទៅរកអ៊ីស្រាអែលវិញនៅពេលនេះតើមានរឿងអ្វីខ្លះកំពុងកើតឡើងក្រៅឆាកនៃមហាសង្គ្រាមមួយនេះសូមទៅលំអិតដូចតទៅនេះបងប្អូនប្រិយមិត្តកាលពីថ្ងៃសៅរ៍ទី28ខែកុម្ភៈនេះពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោកអ៊ីស្រាអែលកាត់បានប្រកាសយ៉ាងច្បាស់ថាប្រតិបត្តិការដែលកំពុងកើតឡើងនេះគឺជាការវាយបង្ក្រាបទុកជាមុនការវាយប្រហារនេះមិនមែនជារឿងចៃដន្យនោះទេគឺត្រូវបានរៀបចំផែនការយ៉ាងសម្ងាត់ជាច្រើនខែមកហើយរវាងទីក្រុងតេហ៍រ៉ង់និងទីក្រុងវ៉ាស៊ីនតោនក្រោយពេលការចរចានុយក្លេអ៊ែរទទួលបរាជ័យយោងទៅតាមការចុះផ្សាយគោលដៅរហូតដល់30កន្លែងនៅក្នុងប្រទេសអ៊ីរ៉ង់ត្រូវបានវាយប្រហារដែលនៅក្នុងនោះមានទាំងលំនៅឋានរបស់ប្រធានាធិបតីនិងទីស្នាក់ការចារកម្មរបស់អ៊ីរ៉ង់ផងដែរសំឡេងផ្ទុះបានបន្លឺឡើងតាមបណ្ដាទីក្រុងធំៗជាច្រើនដូចជាអ៊ីស្វាហានកូមតារ៉ាត់និងកាមើនសាសូម្បីតែផ្លូវសាកលវិទ្យាល័យនៅក្នុងទីក្រុងតេហ៍រ៉ង់ក៏រងការវាយប្រហារដោយមីស៊ីជាច្រើនគ្រាប់ផងដែរស្របពេលដែលគ្រាប់កំពុងធ្លាក់លោកប្រធានាធិបតីដូណាល់ត្រាំបានចេញមុខតាមវីដេអូរយៈពេល8នាទីនៅលើបណ្ដាញសង្គម Truth Social ដោយបានប្រកាសក្តែងថាអាមេរិកជាអ្នកចូលដៃនៅក្នុងរឿងនេះលោកបានបញ្ជាក់យ៉ាងដាច់អហង្ការថាយើងមិនអាចបណ្ដោយឲ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរជាដាច់ខាតលោកត្រាំបានសង្កត់ធ្ងន់ថាគោលដៅសំខាន់គឺការពារប្រជាជាតិអាមេរិកនិងសម្ព័ន្ធមិត្តពីរបបអ៊ីរ៉ង់ដែលលោកចាត់ទុកថាក្រុមមនុស្សដ៏កាយសាហាវនិងគួរឲ្យខ្លាចលោកថែមទាំងបានប្រមានខ្លាំងៗថាអាមេរិកនឹងបំផ្លាញឧស្សាហកម្មមីស៊ីរបស់អ៊ីរ៉ង់ឲ្យក្លាយទៅជាផេះតែម្ដងកុំភ្លេចថាអាមេរិកបានត្រៀមខ្លួនរួចជាស្រេចហើយដោយបានបញ្ជូននាវាផ្ទុកយន្តហោះចម្បាំងដល់ទៅ2គ្រឿងទៅកាន់តំបន់នេះជាច្រើនសប្តាហ៍មកហើយរឿងដែលកំពុងតាមដានបំផុតមួយទៀតនោះគឺសុវត្ថិភាពរបស់មេដឹកនាំកម្ពុជាអ៊ីរ៉ង់លោកអាយ៉ាតូឡាអាលីខាម៉ូណេបើតាមប្រភពព័ត៌មានលោកខាមីណេមានវ័យ86ឆ្នាំមិនត្រូវបានគេឃើញជាសាធារណៈជាច្រើនថ្ងៃមកហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ការវាយប្រហារលើកដំបូងរបស់អ៊ីស្រាអែលគឺកើតឡើងក្បែរការិយាល័យរបស់លោកតែម្ដងតែយ៉ាងណាក៏ដោយប្រភពជាផ្លូវការបានបញ្ជាក់ថាលោកត្រូវបានគេជម្លៀសចេញពីទីក្រុងតេហ៍រ៉ង់ទៅកាន់ទីសុវត្ថិភាពមួយបាត់ទៅហើយដោយដែលរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោកអ៊ីស្រាអែលកាត់បានទីទុក 100% មិនយូរឡើយអ៊ីរ៉ង់បានបើកប្រតិបត្តិការសងសឹកភ្លាមមីស៊ុយរាប់មិនអស់ពីអ៊ីរ៉ង់កំពុងបាញ់ស្រោចតម្រង់មករកប្រទេសអ៊ីស្រាអែលនៅទូទាំងប្រទេសអ៊ីស្រាអែលពេលនេះសម្លេងសារ៉ែនប្រកាសអាសន្នកំពុងបន្លឺឡើងកងរំពងដែលអាកាសអ៊ីស្រាអែលត្រូវបានបិទទាំងស្រុងសម្រាប់ការហោះហើរស៊ីវិលច្បាប់នៅក្នុងគ្រាអាសន្នពិសេសត្រូវបានដាក់ឲ្យអនុម័តទូទាំងប្រទេសបញ្ជាការដ្ឋានជួរមុខរបស់អ៊ីស្រាអែលបានបញ្ជាឲ្យពលរដ្ឋរកទីទួលសុវត្ថិភាពខណៈកងទ័ពអាកាសកំពុងចាប់ស្ទាក់មីស៊ីលទាំងនោះដោយសារតែស្ថានភាពក្តៅគគុកខ្លាំងពេកសហរដ្ឋអាមេរិកឯនេះវិញក៏បានចេញសេចក្តីប្រកាសបន្ទាន់មួយផងដែរឲ្យបុគ្គលិកស្ថានទូតនិងពលរដ្ឋរបស់ខ្លួននៅទូទាំងមជ្ឈមបូព៌ារកទីកន្លែងសុវត្ថិភាពជាបន្ទាន់ដោយឲ្យណែនាំស្តុកទុកស្បៀងអាហារទឹកនិងថ្នាំពេទ្យសាកទូរស័ព្ទឲ្យពេញជានិច្ចដើម្បីទាក់ទងគ្រួសារជៀសវាងការចេញក្រៅឬទៅកន្លែងមានបាតុកម្មដោយលោកប្រធានាធិបតីដូណាល់ត្រាំបានថ្លែងប្រាប់អ្នកកាសែតនៅមុខសេតវិមានថាពេលមានសង្គ្រាមអ្វីគ្រប់យ៉ាងសុទ្ធតែមានហានិភ័យទាំងល្អនិងអាក្រក់ស្ថានភាពពេលនេះគឺប្រៀបបានដូចជាសរសៃសក់រឹតកដែលអាចផ្ទុះឡើងជាសង្គ្រាមទ្រង់ទ្រាយធំពេញតំបន់នៅពេលណាមួយក៏បានតើលោកអ្នកយល់យ៉ាងណាដែរចំពោះចំណាត់ការរបស់អាមេរិកនិងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់នៅពេលនេះសូមបញ្ចេញមតិនៅខាងក្រោមហើយកុំភ្លេចចុច Subscribe ដើម្បីទទួលបានព័ត៌មានក្តៅៗជាបន្តទៀតសូមអរគុណចំពោះការទស្សនា